នៅតាមក្នុងព្រៃកងកាងខាងពីមកសបបង្កាយើងខេត្តកកងគេថាសបោក្តាមមែនតែពុកម៉ែបងប្អូនអើយមួយសត្វតែ4ខំ5ខំឯនោះពុកម៉ែបងប្អូនហើយម្នាក់នេះប្រឹងចាប់ម្នាក់1ម្នាក់2ចឹងទៅហើយក្តាមថ្មនៅក្នុងព្រៃកងកាងយើងវានៅតាមរុនក្បែរឬកងកាងចឹងទៅហើយលូកចាប់នឹងអត់ជ្រៅប៉ុន្មានតែបែរដែលយើងជិះទៅកន្លែងទីតាំងដែលយើងចាប់ក្តាមនឹងយើងជិះពីបឹងកយ៉ានេះទៅហើយថ្ងៃយើងជិះបឹងកយ៉ានេះទៅអត់ឆ្ងាយទេពុកម៉ែបងប្អូនបាទយើងគ្រាន់តែជិះទៅ15នាទីទៅ20នាទីគឺដល់ទីតាំងដែលយើងត្រូវចាប់ក្តាមហ្នឹងហើយពុកម៉ែបងប្អូនបាទហើយទីតាំងដែលយើងចាប់ក្តាមហ្នឹងគេហៅកោះកាងភូមិកោះកាងគឺមានភូមិគេមួយនៅក្តារកោះមានកោះគេគឺមានភូមិគេមួយហ្នឹងគេហៅភូមិកោះកាងយើងជិះទូទៅតែ15នាទីគឺដល់ភូមិគេតែម្ដងហើយពុកម៉ែបងប្អូនបាទនេះគឺភូមិគេមានផ្ទះគេធ្វើនៅក្បែរទឹកនៅលើទឹកហ្នឹងហើយយើងក៏ជិះហួសទីគេបន្តិចក៏យើងមកដល់ឡើងនេះគឺយើងទុកឧបរណ៍ក៏យើងដើរធ្វើដំណើរទៅក្នុងព្រៃទៅរុនវាទៅតាមរដូវកាលណាពុកម៉ែបងប្អូនប្រចង់រោដូចខ្ញុំនេះសូមពាក់ធ្នាប់ជើងផងខ្ញុំមកនឹងលឹងកាហាយជើងរយមុតនឹងបកខ្យងព្រោះថាយើងអត់បានពាក់ធ្នាប់ជើងមកឃើញសនៅលើដីនៅលើទឹកហ្នឹងសិតតែសបកខ្យងក្តិតហ្នឹងហើយពុកម៉ែបងប្អូនបាទហើយយើងដើរមកដល់កន្លែងនេះឃើញថាបងប្អូននឹងគេជួបរុនក្តាមមួយដែរពុកម៉ែបងប្អូនអើយរុនក្តាមប៉ុណ្ណានេះហើយរុនក្តាមវានៅតាមក្បែរគំកាងអញ្ចឹងឯងរុនវាសឹកហើយមានទឹករៀងល្អអញ្ចឹងហ្នឹងឯងដល់ពេលអញ្ចឹងយើងយកជើងនោះទៅជន់វារាវប៉ះខ្លួនវាយើងបានយកដៃចាប់អញ្ចឹងបងប្អូនប្រុសហ្នឹងគេយកដៃយកជើងរាវដល់ពេលលូកដៃទៅគៀបដៃមកលើឈាមរយគៀបដៃប៉ុណ្ណានៃគៀបវាបានវានៃមានខំគៀបវាបែកបានទាញដៃរួចហ្នឹងហើយចឹងថាអូអ្នកលូកក្តាមបើអត់ចេះគឺជួបនឹងការគៀបនឹងគឺគៀបទៅនឹងឈាមហ្មងម៉ែបងប្អូនយើងដល់ពេលគៀបហើយជន់មកចេញមកវាចេញក្នុងដីមកក្តាមប៉ុណ្ណានៃហើយនឹងក្តាមដែលនេះក្តាមเขาក្តាមមីពងទេណាមីពងអាហ្នឹងតម្លៃរបស់វាគឺថ្លៃមីពងហើយបងប្អូននេះឃើញដើរបែកចេញមកបែបបាន2ប្រព័ន្ធណានេះមួយនោះ3ខំមួយនោះចូលគីឡូប៉ុន្តែក្តាមនេះសិតតែឈ្មោះឈ្មោលធំណាស់ម៉ែបងប្អូនណាដៃម្ខាងក្តាមនោះចូលគីឡូហើយអាមួយខ្ញុំកាន់ហ្នឹងអានេះចូល3ខំជាងហើយធំណាស់ក្តាមហើយម្នាក់ជំនាញចាប់អត់ទៅខ្ញុំលើកទី1ឯងដើរខ្វៅក្តាមដើរចាប់ក្តាមតាមដល់ពេលបានក្តាមហើយម្នាក់យកទៅចងដើម្បីស្រួលកាន់ហើយក្តាមមកផ្លែតឃើញថាបាន4ក្តាមនឹងប៉ុណ្ណាណីហើយបងអូនថ្លៃខ្ញុំងាកមកឃើញបានមួយដែរចូលខំកន្លះរបស់វាដែរនិយាយថាក្តាមមកផ្លែតភ័យជាអត់យូរដែរភ័យជា10នាទីឃើញថាក្តាមបាន4-5ក្តាមហើយឆ្ងល់តែគេអ្នកចាប់ក្តាមប៉ុន្តែអត់មានយកអីដាក់ទេដាក់ក្តាមនឹងតាមក្នុងថង់ទៅហើយទីតាំងកន្លែងនេះគឺថាស្បូងាវមែនតើប៉ុន្តែផ្លិចភ្នែកផ្លិចខ្លួនមកផ្លែតអ្នកដែលកាន់ងាវនេះចាក់ងាវចូលលៀងហើយយើងដើរមកដល់ហើយនេះឃើញថាជួបរុនក្តាមមួយទៀតនេះមកនិយាយថាជំនាញឲ្យឆ្វាក់មែនតើដើរងាកទៅជួបថាសិតតែរុនក្តាមដូចថាអូនមួអៅក្រហមមួក្រហមនោះគាត់ជំនាញទាំងដាក់លបក្តាមទាំងចាប់ក្តាមទាំងរុនក្តាមទៅអ្នកដែលទៅមួយគ្នាទាំងអស់សិនជំនាញអត់ទៅខ្ញុំមិនសូវជំនាញដូចថាតែយកដៃរហើយដល់ពេលអូនបាញ់ជន់មកយ៉ាអូននេះលូកចាប់អាឡៃនេះយើងជន់នោះចាប់មកឃើញបានមួយទៀតហ្នឹងចូលក្តាមនេះចូលខំកន្លះទៅ2ខំដែរក្តាមយើងបោះអូននៅកានយើងបោះកាន់ឲ្យយើងក៏ចងដាក់ថងទៅឲ្យក្តាមខ្លះហ្នឹងគឺអ្នកខ្លះក៏អ្នកជន់អ្នកខ្លះក៏អ្នកបងប្អូនបទផលដែលយើងចាប់ក្តាមចាប់ព្រៃកាងវិញតែចូលតែអូវាតចង់ទេដាក់អូមិនច្រើនចាប់បានពនេះទេនោះទៀតអានេះធំគេcòn skip វា skip ប៉ុនគាត់ដៃនេះ skip លៀបមិនដាក់មុនហើយ